Hello អ្នកគ្នាការពីវីដេអូមុនខ្ញុំបានប្រៀនគ្នាយើងពីរបៀប download តែខ្ញុំអត់បានប្រៀនគ្នាយើងរបៀបយក key ដើម្បីដាក់វាដំណើរការអញ្ចឹងហើយវីដេអូនេះយើងនឹងទៅរៀនយក key ដើម្បីយក key បានវាគ្រាន់តែយើងដោះ quest 2ទេអញ្ចឹងវានឹង create key យើងហើយតោះយើងកុំសាមពេកយើងទៅយកអញ្ចឹងដើម្បីយក key បានយើងគ្រាន់តែចុចមកលើ logo data នេះមកអញ្ចឹងវាចេញបែបនេះអញ្ចឹងអ្នកគ្នាគ្រាន់តែចុចទៅលើពាក្យ receive keyពេលអ្នកគ្នាចុចវាហើយវានាំអ្នកគ្នាមកធ្វើ quest អញ្ចឹងកន្លែងនេះយើងចាំវា template អញ្ចឹងអ្នកគ្នាចុច continue មកពេលអ្នកគ្នាចុច continue ហើយវាដាក់ quest យើងពីរធ្វើអញ្ចឹងយើងចុចអាទី1យក quest ទី1កន្លែងនេះយើងមិនដោះញ៉ាយយើងចុចថយវាមកវាដើរ quest ហើយបន្ទាប់មកយើងដាក់ quest ទី2 quest ទី2យើងធ្វើលើតែ quest ទី1ហ្នឹងវាបើចាំធ្វើញ៉ាយយើងគាត់ចុចថយមកវា quest ហ្នឹងវាដើរតបមកអ្នកគ្នាចាំវាមកស្ទុះទៅឲ្យវាអស់អន្ទីពេលវាអស់អន្ទីវាចេញសញ្ញាគ្រីសអញ្ចឹងអ្នកគ្នាចុចពី unlock console មកនេះតពីអ្នកគ្នាចុច unlock ហើយវានឹង create key យើងមួយអញ្ចឹងចាំវាប្រហែល5 second មកអញ្ចឹងអ្នកគ្នាចុច continue បន្ទាប់មកអ្នកគ្នាទទួលបាន key អញ្ចឹងយើងគ្រាន់តែ copy key ហ្នឹងមកពេលយើង copy ហើយយើងចូលទៅកាន់ block fruit យើងវិញអញ្ចឹងពេលយើងចូលមកកាន់ block fruit ហើយយើងចុចទៅលើ logo data នេះវិញមកអញ្ចឹងអ្នកគ្នាសូមយក key អ្នកគ្នាបាន copy មកយកមកដាក់កន្លែងនេះពេលអ្នកគ្នាដាក់ហើយវាអាចឲ្យអ្នកគ្នាលេងបានហើយអ្នកគ្នាយក script យកមកដាក់ farm level ធ្វើ item ធ្វើ before ធ្វើអីបានហើយ